បាទសួស្តីកូនៗនៅរៀនថ្នាក់ទី7ទាំងអស់គ្នាបាទវីដេអូមួយនេះគឺលោកគ្រូប្រាប់ពីរបៀបសង់កម្ពស់បាទរបៀបសង់កម្ពស់បាទកម្ពស់នៃត្រីកោណអញ្ចឹងត្រីកោណយើងមានពីរប្រភេទណាមានពីរប្រភេទក្នុងករណីនេះគឺលោកគ្រូចង់និយាយថាត្រីកោណយើងដែលមានមុំក្នុងទាំង3ជាសុទ្ធតែជាមុំស្រួចនិងមានមុំក្នុងមួយជាមុំទាលមុំពីរជាមុំស្រួចដែលគ្រូនិយាយថាពីរប្រភេទអញ្ចឹងកម្ពស់របស់វាក៏មានទម្រង់ពីរប្រភេទដែរបាទដូចយើងបានដឹងហើយឥឡូវគ្រូដាក់ថាប្រភេទទី1បាទប្រភេទទី1ប្រភេទទី1គឺសំដៅថាត្រីកោណយើងមានមុំស្រួចមុំក្នុងអស់ទៅជាមុំស្រួចអញ្ចឹងបើយើងសង់ត្រីកោណសំដៅពេលនេះគឺត្រីកោណសាមញ្ញបាទសាមញ្ញគឺបញ្ជាក់ថាជ្រុងទាំង3អត់ប៉ុននេះទេយើងរៀបសង់បើសិនយើងមានកន្លះគីឡូចេះក៏យើងស្រួលដែរបាទត្រីកោណយើងគឺលោកគ្រូដាក់ឈ្មោះ A B C អញ្ចឹងសម្រាប់កម្ពស់គឺលោកគ្រូគូពណ៌ក្រហមនេះអញ្ចឹងកម្ពស់និយមន័យកម្ពស់គឺជាអង្កត់បាទដែលគូភ្ជាប់ពីកំពូលមកកែងឬក៏ដែលគូចេញពីកំពូលមកកែងនឹងជ្រុងឈាមឬបន្លាយជ្រុងឈាមអញ្ចឹងដោយសារតែមុំ A នេះជាប្រភេទមុំស្រួចមុំ B ក៏ជាមុំស្រួចមុំ C ជាមុំស្រួចបាទមិនដឹងថាមុំស្រួចដោយសារតែមុំ A នេះវាមានរង្វាស់បាទរង្វាស់មុំយើងនេះយើងវាស់ចាប់ពី0ឡើងគឺក្នុងករណីនេះ80នេះត្រូវ80អញ្ចឹងវាស្ថិតនៅចន្លោះធំជាង0ដឺក្រេធំជាងមុំ0ណាតែតូចជាងមុំកែងអញ្ចឹងមុំ B ក៏ដូចគ្នាដែរមុំ C ដូចគ្នាដែរស្ថិតតែប្រភេទមុំស្រួចអញ្ចឹងបើយើងចង់គូកម្ពស់ចេញពី A គឺយើងគូឲ្យកែងនឹងជ្រុងឈាមមកនេះបាទនេះកែងអញ្ចឹងអាចប្រើសញ្ញាកែងបានបាទយើងគូឲ្យកែងអញ្ចឹងណាជ្រុងពីរនេះកែងគ្នាជ្រុងនេះនិងជ្រុងនេះអញ្ចឹងឲ្យយល់អំពីពាក្យថាកែងអញ្ចឹងគូដាក់ A ព្រាមទៅអញ្ចឹងនេះជាកម្ពស់មួយហើយបងអាចគូបានណាទីកោណមួយមានកម្ពូល3អញ្ចឹងជ្រុងឈាមវាក៏មាន3ហើយកម្ពស់វាក៏មាន3ដែរនេះយើងគូមួយទៀតមកយើងនឹងឃើញណាឲ្យយល់ណានេះកម្ពស់មួយទៀតនេះកន្លែងនេះទាំងគួរឲ្យកែងនេះកែងកន្លែងនេះដាក់កែងខាងក្នុងតូចបានខាងនេះក៏បានដែរកែងសញ្ញាកែងអញ្ចឹងគូដាក់ B ព្រាមអញ្ចឹងអាកម្ពស់មួយទៀតហ្នឹងគឺគូចេញពី C មកគឺយើងបានC ព្រាមហើយដាច់ខាតកម្ពស់ហ្នឹងត្រូវប្រសពនៅត្រង់ចំណុចរួមនេះមួយទៀតដែលនឹងស្រាយនៅថ្នាក់ទី8បាទអញ្ចឹងទី7យើងរៀនសង់អញ្ចឹងនេះកម្ពស់មួយទៀតC ព្រាមអាហ្នឹងប្រភេទត្រីកោណទី1បាទសត្វប្រភេទត្រីកោណទី2ប្រភេទត្រីកោណទី2នោះគឺសំដៅទៅលើប្រភេទទី2នេះគឺសំដៅទៅលើបាទត្រីកោណយើងមានមុំក្នុងមុំទាលអញ្ចឹងលោកគ្រូគូបែបនេះទៅបាទនេះមុំទាលបាទអញ្ចឹងគ្រូគូត្រីកោណសាមញ្ញឯណាមុំទាលបាទមុំទាលយើងគឺនៅកន្លែងនេះមុំទាលកន្លែងនេះបាទចាត់ទៅមុំ B ចុះអានេះមុំ A អានេះមុំ C ឬក៏កំពូល A B C អញ្ចឹងមុំទៀតមុំនេះអញ្ចឹងយើងចង់គូកម្ពស់ដែលគូចេញពីមុំឬក៏កំពូល A នេះយើងមិនអាចគូមកកែងនៅក្នុងនេះបានទេនេះអាចកែងនឹងជ្រុង BC ទេព្រោះជ្រុង BC គេហៅថាជ្រុងឈាមនឹងកំពូល A ឬក៏បាតអញ្ចឹងតើយើងដាក់បែបនេះបានកែងដាក់បែបនេះនឹងឯងគេហៅថាបន្លាយជ្រុងឈាមបន្លាយឡើយណាបន្លាយនេះដាច់នេះអានេះហៅថាបន្លាយមកយល់ណាបាទនឹងហៅបន្លាយអញ្ចឹងយើងគូមកយើងតម្លាក់ចំណោកែងពី A មកឲ្យកែងបន្លាយមកអានេះឲ្យកម្ពស់នេះកម្ពស់កម្ពស់ A ព្រីមអញ្ចឹងទៅដាក់សក់អីក៏បានដែរ A ព្រីម A ហាស់ក៏បានដែរបាទចឹងចង់គូចេញកម្ពូលមុំ B អត់បញ្ហាទេគូចេញកម្ពូលមុំ B យើងគូចេញពី B ឲ្យកែងនឹងជ្រុងឈាមវា AC មកបាទកែងមកដល់នេះបាទអញ្ចឹង B ព្រាមចុះចង់គូចេញពីកម្ពូលមុំ C វិញបាទពីកម្ពូលមុំ C វិញ
chẳng tập đại cài trẻ tranh pi bùm xế cài chẳng những bạn ai cài không đại lao thà trong chuông a b này bán tê bây giờ tại một bé này một tiêu chẳng như nấu cành cào nè và chẳng được cũng lái sân mình lái trong chuông a b nè chẳng có bùa dính này xe prim này nè xe prim cái này nè chẳng á chẳng à cái bùa tiếng bay đó nè bây giờ mình lái mau tiết máu và lại mau tiết máu cứ lại này bạn chân cru mình thay mày mơ khơi tới vừa lúc mình cũng ăn tranh video một đòn này hái sẽ đạp cả xong rụp lời computer tệ tuông nâng bạn mồm không chỉ mồm tiền nắng nhà lành lập sọc nè cái đôi chỉ môn đi đây nè nâng chan tàng ha đã ở trong một tháng auto rằng và auto rằng chẳng á bạn auto sắm nó như là tìm bấy cứ chia cho nên sắp rồi viên cầm po tiền bay này thấy cao bạn auto sắm chẳng thì con na cái đói hết na cái đói po tiền bấy đăng tay và sắp hay trăng mũi chùm này chẳng sẽ màu vánh rụp tim mũi cứ như vậy pi các cô cầm po bỏ tay cao hay mồm nong bỏ tay cao sắp chỉ mồm rồi để cho nên auto sắm vào vía cứ nào nong tay cao và sắp này cái po tiền bấy nó cả này phải tí pí thì cao giới nguyên mồm không mua chỉ mồm tiếng đôi chân này auto sang bòi vía có trên nào cao thì cao vì pro po pi cứ cài nhưng mà lại trong pi bỏ thầy cao nô ní chết bịp xong của po này thầy cao hay bà con nguyên chúng ngon nguyên sầm nụ ai comment số bàn ní chết bịp sáng hay dân riêng xong chó dân chụp này về cái nên xong rụp ní bạn đã ẩm tụ bảo cún sập cắt sập cái tàu ní tăng cái đám hột đỏ chọc và xôm cho đẹp lìa